Stay អ្នកទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះខ្ញុំប្រាប់ពីកលឹះមួយចំនួនទូចកលឹះទូចដែលយើងអាចងាយយល់អាចងាយបំបែកជាកិរិយាសព្ទទម្រង់បដិសេធដែលខាងអូសាកាក៏ដូចជាខូបេឬក៏ខាងក្យូតូគាត់និយាយឧស្សាហ៍និយាយបើនិយាយទៅគឺជាភាសាគ្រាមរបស់តំបន់ផុសគាត់អញ្ចឹងដើម្បីយើងងាយស្រួលប្រសិនបើជាអ្នកទាំងអស់គ្នាដែលបានរស់នៅដូចជាខាងសៃអញ្ចឹងខ្ញុំជឿថាប្រកាសជាយល់ប្រកាសជាធ្លាប់ដឹងហើយក៏ប៉ុន្តែប្រសិនបើជាមិនទាន់ច្បាស់អញ្ចឹងឥឡូវគឺខ្ញុំប្រាប់ពីរបៀបបំបែកនៃទម្រង់បដិសេធរបស់ភាសាគ្រាមអូសាកាអូខេអញ្ចឹងឥឡូវយើងមើលចំពោះកិរិយាសព្ទវាមានការបំបែកទម្រង់បដិសេធគឺមានការបំបែកដូចជាទៅជា hand hin និង ud អញ្ចឹងវាមានបែងចែកចេញជាក្រុមប៉ុន្តែនៅពេលនេះគឺខ្ញុំអត់ទាន់ប្រាប់ទាំង3ក្រុមទេដោយសារពេលវេលាខ្លីអញ្ចឹងខ្ញុំប្រាប់តែមួយក្រុមសិនអូខេណាមួយក្រុមសិនតើយើងប្រើជាមួយនឹងអ្វីអូខេតោះឥឡូវយើងមើលខាងសៃដែរណាភាសាគ្រាមរបស់ខាងសៃអញ្ចឹង ichi group ក្រុមទី1 nai ស្មើនឹង hand nai ស្មើនឹង hand អូខេណាតោះឥឡូវយើងមើល ikanai អញ្ចឹង ikanai ភាសាគ្រាមរបស់អូសាកាគេនិយាយថា ikahen អូខេណា ikanai ikahen មិនទៅ ikanai ikahen អត្តន័យគឺតែមួយណាអូខេតើឥឡូវយើងមើលឧទាហរណ៍ឥឡូវមេឃកំពុងភ្លៀងអញ្ចឹងខ្ញុំអត់ទៅផ្សារទេឥឡូវមេឃកំពុងភ្លៀងអញ្ចឹងខ្ញុំអត់ទៅផ្សារទេអញ្ចឹងជាភាសាជប៉ុន ima ame ga futte iru kara supae ikahen អូខេណាអញ្ចឹង ima ame ga futte iru kara supae ikahen អញ្ចឹង ikahen វាស្មើនឹងពាក្យ ikanai ima ame ga futte iru kara supae ikahen ikanai អញ្ចឹងអត្ថន័យតែមួយទេអូខេអញ្ចឹងមិនថាកិរិយាសព្ទណាក៏ដោយទេបងប្អូនចាំទាំងអស់គ្នាណា ikanai ស្មើនឹង nai ស្មើនឹង hand អញ្ចឹងរាល់កិរិយាសព្ទក្រុមទី1គឺបងប្អូនអាចបំបែកអញ្ចឹងបានអស់កិរិយាសព្ទណាក៏អាចប្រើបានដែរអញ្ចឹងពេលដែលបងប្អូនស្ដាប់ជប៉ុននិយាយគ្នាបងប្អូនប្រកាសជាដឹងថាអត្ថន័យវាស្មើនឹងពាក្យ nai